អត្ថប្រយោជន៍5យ៉ាងនៃផ្លែចេកទុំដែលអ្នកមិនគួរមើលរំលងផ្លែចេកទុំមានផ្ទុកទៅដោយស្ករ3ប្រភេទនិងកាកសរសៃដ៏ច្រើនហើយនេះក៏ជាមូលហេតុដែលផ្លែចេកផ្ដល់នូវថាមពលដល់យើងបានយ៉ាងលឿនផងដែរផ្ទុយទៅនឹងតម្លៃនៃអាហារូបត្ថម្ភផ្លែចេកក៏ត្រូវបានគេបញ្ជាក់ថាមានគុណសម្បត្តិនៅក្នុងការបំបត្តិបញ្ហាមួយចំនួនដែលជាធម្មតាបញ្ហាទាំងនោះអាចឲ្យយើងឈានដល់ការប្រើប្រាស់ថ្នាំគ្រាប់អត្ថប្រយោជន៍ទី1ផ្លែចេកមានផ្ទុកទៅដោយសារជាតិដែលបង្កើនល្បឿនដល់ការរំលាយអាហារនិងជំរុញឲ្យមានការបញ្ចេញជាតិពុលនិងលោហៈធ្ងន់ពីរាងកាយលើសពីនេះទៅទៀតចេកមានសារធាតុប្រូបាយអូទិករំញោចដល់ពោះវៀនកត្តាទាំងអស់នេះគឺបានកាត់បន្ថយអាការៈហើមពោះខណៈពេលដែលផ្លែឈើនេះអាចធ្វើឲ្យសក់ទន់ភ្ញូចដល់ពោះវៀនឲ្យដំណើរការនិងមានតួនាទីជាថ្នាំបន្ទន់លាមកធម្មជាតិសម្រាប់ការទល់លាមកផងដែរទី2ភាពតានតឹងត្រូវបានគេកត់សម្គាល់ថាជាជំងឺនៃសម័យទំនើបដែលវាបន្តផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពរបស់យើងពីព្រោះភាពតានតឹងគឺបង្កើនល្បឿននៃការធ្វើមេតាបូលីសហើយធ្វើឲ្យកម្រិតនៃសារធាតុប៉ូតាស្យូមធ្លាក់ចុះនៅក្នុងរាងកាយបញ្ហានៃតុល្យភាពនេះអាចធ្វើឲ្យប្រសើរឡើងវិញបានដោយការបរិភោគផ្លែចេកដែលមានជាតិប៉ូតាស្យូមគ្រប់គ្រាន់ក្នុងការជួយចង្វាក់បេះដូងឲ្យលោតធម្មតានិងបញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាលនិងរក្សាលំនឹងដែលល្អបំផុតនៃជាតិទឹកនៅក្នុងរាងកាយផងដែរទី3សម្ពាធឈាមការទទួលទានសារធាតុសូដ្យូមនៅក្នុងកម្រិតខ្ពស់និងសារធាតុប៉ូតាស្យូមនៅក្នុងកម្រិតទាបគឺវាមានឥទ្ធិពលអវិជ្ជមានលើសម្ពាធឈាមដោយសារតែវាជាការសំខាន់ក្នុងការទទួលទានសារធាតុប៉ូតាស្យូមឲ្យបានគ្រប់គ្រាន់ដែលវាមានផ្ទុកនៅក្នុងផ្លែចេកជារៀងរាល់ព្រឹកអ្នកគួរតែបរិភោគផ្លែចេកមួយផ្លែព្រោះវានឹងជួយរក្សានៅសម្ពាធឈាមបានយ៉ាងល្អបំផុតទី4ផ្លែចេកសម្បូរទៅដោយវីតាមីន B6 ដែលមានឥទ្ធិពលវិជ្ជមាននៅក្នុងការរក្សាជាតិស្ករនៅក្នុងឈាមហើយវាក៏ត្រូវបានគេដឹងដែរថាវីតាមីន B ធ្វើការបានយ៉ាងល្អពីព្រោះវាជួយកាត់បន្ថយការឈឺចាប់នៅក្នុងពោះនិងទ្រូងការកាត់បន្ថយការផ្លាស់ប្ដូរអារម្មណ៍និងការប្រមូលផ្ដុំជាតិទឹកនៅក្នុងរាងកាយទី5សារធាតុផ្សំមួយនៅក្នុងផ្លែចេកវាជាប្រូតេអ៊ីនដែលអាចផ្ញើបញ្ចេញនៃអរម៉ូនពីព្រោះនៅក្នុងផ្លែចេកមួយផ្លែគឺគ្រប់គ្រាន់ដើម្បីបង្កើនកម្រិតនៃសារធាតុសេរ៉ូថូនីនហើយអ្នកនឹងទទួលបានអារម្មណ៍ស្ងប់ស្ងាត់និងរីករាយយ៉ាងល្អ